ជំរាបសួរសួស្តីពុកម៉ែបងប្អូនហើយថ្ងៃនេះមកទៀតហើយស្រែដូងបងប្អូនអើយបងជ្រក់ Channel បងប្អូនអើយដោយសារតែមានពេលវេលាមិនសូវមានពេលមិនសូវមានវេលាដើម្បីសម្រាប់ការមកចែកជូនបងប្អូនទេនេះបងប្អូនក៏នេះយូរបានមកម្ដងបងប្អូនអើយឃើញថាអាកាសធាតុនៅស្រុកស្រែខ្មែរយើងគឺថាស្អាតធាវិជ័យបងប្អូនព្រោះរដូវនេះជារដូវវស្សាហើយមេឃក៏បានភ្លៀងធ្លាក់មួយយ៉ាងច្រើនហើយធ្វើឲ្យដំណាំគ្រប់ប្រភេទគ្រប់ជ្រុងគ្រប់ជ្រោយគឺមានការរីកធំធាត់ដុះល្អធំល្អមានការទទួលទឹកភ្លៀងយ៉ាងច្រើនហើយធ្វើឲ្យដូងឲ្យយើងគឺមានការរីកលូតលាស់យ៉ាងល្អខ្លាំងមែនទែនបងប្អូនហើយការដែលរីកល្អណាស់បងប្អូនអើយខៀវល្អណាស់បងប្អូនកំពុងតែខៀវល្អហើយឡសំព្រឹបគឺល្អខ្លាំងបងប្អូនហើយសូមបងប្អូនមានដីល្អអុយអាចដាំដំណាំផ្សេងបងប្អូនតែសម្រាប់ដីស្រែទេបងដោយសារតែដីស្រែទៅយើងធ្វើការកែគុណនិងកែប្រែយូរបន្តិចបងប្អូនការកែប្រែគឺធ្វើឲ្យសភាពដីល្អឡើងវិញมันងាយទេបងប្អូនគឺมันងាយទេគឺយូរមែនទែនទៅរឹមនឹងបានប៉ុណ្ណេះធ្វើការព្យាយាមតស៊ូអត់ធន់បងប្អូនព្រោះដំណាំអ្វីក៏ដោយប៉ុន្តែដំណាំនេះគឺជាដំណាំដែលត្រូវប្រើពេលវេលាយូរហើយនឹងពេលវេលាជាអ្នកកំណត់បងប្អូនហើយយើងត្រូវធ្វើការកំណត់ទៅតាមពេលវេលានិងទៅតាមរដូវកាលនិងតាមឆ្នាំរបស់បើពុំមិនដូច្នោះទេគឺយើងមិនអាចទទួលផលទេបងប្អូនកសិកម្មនេះដឹងហើយថាការដាំដូងដំណាំនេះគឺជាដំណាំមួយដែលស៊ូទឹកស៊ូដីស៊ូខ្យល់ស៊ូថ្ងៃមែនទេបងប្អូនហើយការដាំរបស់ខ្ញុំនេះដែរគឺមានការដាំយ៉ាងនៅក្នុងវាលស្រែបងប្អូនហើយក្នុងវាលស្រែនេះគឺកាលពីមុនគឺធ្វើស្រោធ្វើស្រែដូចតែគេដូចតែឯងតែដល់ឥឡូវយើងប្រែជីកបន្លាយធ្វើជាការដាំដូងវិញបងប្អូនព្រោះខ្ញុំឆ្លាញ់ខាងកសិកម្មបងប្អូនណាដែលឆ្លាញ់ខាងកសិកម្មក៏ជួយណែនាំខ្ញុំបានអាច comment ប្រាប់នៅក្នុងវីដេអូខាងក្រោមវីដេអូរបស់ខ្ញុំបានបងប្អូនហើយអរគុណហើយជាចុងក្រោយនេះដែរគឺអរគុណពុកម៉ែបងប្អូនជាខ្លាំងដែលតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់បាទហេងទាំងអស់គ្នាបាទអរគុណ